Bà sẽ đâyខ្ញុំសូមជូននៅវីដេអូខ្លីមួយដែលតកតងទៅនឹងការធ្វើ exercise ទៅលើ keyboard ឬក៏ piano ដែលក្នុងការលេងអ្នកដែលលេងបានល្អនោះគឺអ្នកដែលមាន exercise finger របស់យើងបានម្រាមដៃរបស់យើងបានល្អអញ្ចឹងដើម្បីឲ្យម្រាមដៃរបស់យើងមានលេងបានល្អ smooth យើងត្រូវតែ exercise វាជារៀងរាល់ថ្ងៃឥឡូវខ្ញុំសូមនាំជូននៅលំហាត់ដៃមួយដែលយើងចេញពី C ទៅគឺបែបនេះអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចបង្កើត exercise បានដោយខ្លួនឯងតាមរបៀបដែលខ្លួនឯងចង់ធ្វើវាប៉ុន្តែត្រូវចងចាំថាកាលណាយើងបង្កើតវាហើយយើងហាត់តាមនឹងជារៀងរាល់ថ្ងៃទៅយើងអាចមាន exercise ច្រើនដែលយើងគួរតែបង្កើតវាជារបស់ខ្លួនឯងក៏បានយើងអាចរៀនអំពីគ្នាក៏បានហើយអានេះគឺជា exercise មួយរបស់ខ្ញុំហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអនុវត្តវាបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យការលេងរបស់យើងបានល្អអញ្ចឹងយើងត្រូវតែមាន exercise ឲ្យបានច្រើនដើម្បីឲ្យម្រាមដៃរបស់យើងហ្នឹងវាលេងបាន smooth ល្អហើយកាលណាយើងហាត់ exercise បានច្រើនអញ្ចឹងវាជាប្រយោជន៍មួយក្នុងការដែលយើងលេងបទរាវគឺមានន័យថាបទហ្នឹងយើងអត់ដឹងអាគ័រវាយ៉ាងម៉េចឬ melody វាយ៉ាងម៉េចទេតែនៅពេលដែលយើងចេះច្រៀងបទហ្នឹងគឺយើងអាចលេងវាបានក្នុងងាយស្រួលក្នុងការរក chord ក្នុងការរកអាគ័របានដោយខ្លួនឯងការហាត់យ៉ាងហោចណាស់ឲ្យបាន1 ម៉ោងក្នុងមួយថ្ងៃទៅយើងបែងចែកគ្នាទៅបែងចែកពេលវេលាទៅមុននឹងពេលយើងរៀនលេងបទយើងត្រូវហាត់5-10នាទីមុនពេលដែលយើងលេងបទផ្សេងនេះគឺជាការកម្ដៅ